រីករាយថ្ងៃច័ន្ទបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានម៉ឺនុយថ្មីជាមួយនឹងនំប៉័ងរសជាតិល្ពៅដែលជាលើកទី1ចង់បំបីរូបមន្តនំប៉័ងយើងធ្វើចេញពីល្ពៅធម្មជាតិរបស់យើងតើវាទៅជាយ៉ាងណាហើយជាចុងក្រោយក៏បានសមិទ្ធផលបែបនេះវាមានរសជាតិបែបប្លែកតែប្រហែលមកពីខ្ញុំដាក់ល្ពៅតិចពេកទៅវាមិនមានក្លិនល្ពៅខ្លាំងប៉ុន្តែរសជាតិអាចទទួលយកបាន